រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបន្តបើកយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តកំពង់ចាមដើម្បីបានទទួលការគាំទ្រនិងអត្ថប្រយោជន៍ពីកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលនៅមជ្ឈមណ្ឌលសន្តិភាពនៃទីរួមខេត្តកំពង់ចាមនារសៀលថ្ងៃទី15ខែធ្នូឆ្នាំ2025នេះឯកឧត្តមហែមវ៉ាន់ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងជាប្រធានគណៈកម្មការសម្របសម្រួលបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធលើកទី8នៅខេត្តកំពង់ចាមដើម្បីពង្រឹងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយមានការចូលរួមពីឯកឧត្តមក្លូតផនប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមមន្ត្រីពាក់ព័ន្ធនិងសមាជិកសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាជាច្រើនអ្នកក្នុងឱកាសនោះអង្គការសាស្ត្រាចារ្យសមោហកបណ្ឌិតលីសុភីបសមាជិកគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងជាប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាបានមានប្រសាសន៍ថាខេត្តកំពង់ចាមគឺជាខេត្តក្រុងទី8នៃយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលលើកទី1នៅរាជធានីភ្នំពេញលើកទី2នៅខេត្តបាត់ដំបងលើកទី3នៅខេត្តសៀមរាបលើកទី4នៅខេត្តកំពង់ស្ពឺលើកទី5នៅខេត្តកំពង់ធំលើកទី6នៅខេត្តតាកែវលើកទី7នៅខេត្តកណ្ដាលនិងលើកទី8នៅខេត្តកំពង់ចាមនេះអង្គការសាស្ត្រាចារ្យសមោហកបណ្ឌិតបានមានប្រសាសន៍បន្តទៀតថាសម្រាប់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះសមាគមបានជួយសម្របសម្រួលការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថលជូនសហគ្រាសធុនមីក្រូកម្មករនិយោជិតនិងបុគ្គលស្វ័យនិយោគនៅតាមរាជធានីខេត្តក្នុងន័យនេះឯកឧត្តមបានអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមចុះឈ្មោះនិងផ្សព្វផ្សាយបន្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យបានចុះឈ្មោះតាមរយៈថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យបានច្រើនឡើងថែមទៀតដើម្បីទទួលបានការគាំទ្រនិងអត្ថប្រយោជន៍ពីកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលសម្រាប់ក្រុមគោលដៅការចុះឈ្មោះនេះរួមមានសហគ្រាសធុនមីក្រូកម្មករនិយោជិតនៃសហគ្រាសធុនមីក្រូកម្មករនិយោជិតម្ដងម្កាលនិងបុគ្គលស្វ័យនិយោគដែលប្រកបរបរអាជីវកម្មមុខរបរនិងឬការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនាវេលានោះដែរឯកឧត្តមហែមវ៉ាន់ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងជាប្រធានគណៈកម្មការសម្របសម្រួលបានពន្យល់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះដែលរួមមានការទទួលបានអត្តសញ្ញាណច្បាស់លាស់លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការអត្ថប្រយោជន៍របបសន្តិសុខសង្គមការបណ្ដុះបណ្ដាលជំនាញសេវាគាំពារសង្គមការលើកលែងកាតព្វកិច្ចពន្ធនិងការអនុគ្រោះពន្ធជាដើមឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីអត្ថប្រយោជន៍ថ្មីៗត្រូវបានបន្តរៀបចំជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយជាការធានារ៉ាប់រងអាយុជីវិតសម្រាប់គ្រោះថ្នាក់បុគ្គលជាដើមពីក្រុមហ៊ុន Manulife បានជំនួយថវិកាចំនួន1 លានរៀលពីមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីដេជោសម្រាប់សហគ្រាសធុនមីក្រូចាប់យកដំណោះស្រាយការបណ្ដុះបណ្ដាលនិងការប្រឹក្សាផ្នែកឌីជីថលសម្រាប់អាជីវកម្មនិងមូលនិធិអភិវឌ្ឍជំនាញក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលត្រូវបានប្រកាសនៅពេលខាងមុខនេះផងដែរ